ជួបជីវិតនឹងភ្នោះភាគទី45បន្តពីអ្នកគ្នាមកទស្សនាភាគទី45អ្នកគ្នាមកអ្នកគ្នាមានអារម្មណ៍ថាខកចិត្តអត់សម្រាប់ខ្ញុំមានអារម្មណ៍ថាខកចិត្តខ្លាំងមែនតើអញ្ចឹងនៅក្នុងភាគទី45អ្នកគ្នាចាំទីមើលថាតើអ្នកនិពន្ធគាត់នៅបង្វែរសាច់រឿងឲ្យអ្នកទស្សនាដូចជាពួកយើងហ្នឹងសប្បាយចិត្តជាងមុនឬមួយកសែតជាងមុនការគិតរបស់យើងគឺវាខុសឆ្លាស់ពីអីដែលជាការពិតហ្មងជាស្ដាយខ្ញុំគិតថាមិនគួរណាឲ្យអ្នកប្រតូចស្លាប់ហើយមិនតែជាស្ដាយអ្នកប្រតូចគាត់បានស្លាប់បាត់ហើយអ្នកដែលរងទុកឥឡូវហ្នឹងខ្លាំងបំផុតហ្នឹងគឺភីមហ្នឹងហ្មងគាត់ត្រូវបានកូនរបស់គាត់ស្លាប់នៅក្នុងស្នាដៃរបស់គាត់ខ្លួនឯងហើយលើគាត់បាត់បង់សតិទៀតបន្ទាប់ពីគាត់ជាហើយគាត់ក៏ត្រូវទទួលទោសតាមផ្លូវច្បាប់ទៀតអ្នកគ្នាអញ្ចឹងវាពីមួយកម្មទៅមួយកម្មគឺសុទ្ធតែជារឿងមួយដែលធ្ងន់ធ្ងរសម្រាប់គាត់ហើយអ្នកដែលខ្ញុំចង់ឲ្យទទួលទោសខាងបំផុតដែលមិនអាចលើកលែងបានគឺយាយបើទោះបីជាគាត់ត្រូវបានច្បាប់ដាក់ទោសក៏ដោយប៉ុន្តែមានអារម្មណ៍ថាខកពេកអ្នកយូរពេកចាការរងចាំរបស់យើងយូរពេកអញ្ចឹងទៅនៅពេលអញ្ចឹងយាយគឺមានឱកាសច្រើនមែនតើក្នុងការបន្តធ្វើបាបភីមបន្តទៀតហើយដែលសំខាន់គាត់ក៏មិនសូវជាពេញចិត្តចាន់មិនដែរអញ្ចឹងខ្ញុំមិនដឹងថាតើគាត់មានគម្រោងអីទេក្នុងការធ្វើបាបចាន់ក៏ដូចជាធ្វើទៅបាបទៅកាន់ភីមនោះដែរហើយនៅក្នុងរឿងហ្នឹងផងដែរខ្ញុំឆ្លាញ់ទៅកាន់ចាន់មែនតើគាត់គឺជាកូនកតញ្ញូបើទោះបីជាម៉ាក់របស់គាត់ដែលធ្លាប់ធ្វើបាបគាត់ពីមុនមកក៏ដោយប៉ុន្តែគាត់បានបោះបង់ទេដោយសារគាត់គិតថាម៉ាក់ចិញ្ចឹមរបស់គាត់គឺជាអ្នកដែលបានចិញ្ចឹមគាត់បើទោះបីជាគាត់រស់នៅមិនសូវជាមានក្តីសុខប៉ុន្តែនៅក្នុងគ្រាដែលម៉ាក់របស់គាត់មានបញ្ហាគាត់ក៏បានបោះបង់ម៉ាក់គាត់ចោលដែរខ្ញុំទៅសារទឹកចិត្តរបស់គាត់ខ្លាំងមែនតើនៅតែបន្តជាយាមលក់នំក៏ដូចជារ៉ូស៊ីមិនចិញ្ចឹមគាត់អញ្ចឹងគឺពិតជាបង្ហាញអំពីកូនកតញ្ញូល្អខ្លាំងមែនតើគាត់មិនមែនជាអ្នកថ្មនិយមដែលបានស្រួលឬមួយក៏បានគ្រួសារដែលជាអ្នកមានហើយបោះបង់ម្ដាយដែលធ្លាប់ចិញ្ចឹមគាត់ចោលទេអ្នកគ្នាអញ្ចឹងអ្នកគ្នាចាំតាមមើលថាតើសាច់រឿងដូចជាអ្វីដែលយើងចង់បានអត់ថាតើនៅពេលដែលចប់ទៅ happy ending ឬមួយក៏ចប់ទៅមានអារម្មណ៍ថាអ្នកមើលសេតដល់ឥឡូវនេះអញ្ចឹងអ្នកគ្នាចាំមើលទាំងអស់គ្នាណាហើយនៅក្នុង page របស់គាត់អ្នកហើយកុំភ្លេចតាមដានផងហើយអូខេអ្នកគ្នាកុំភ្លេចជួយ subscribe ឲ្យមានម្នាក់មួយផងណាអូខេបាយបាយអ្នកគ្នាដើម្បីបានទស្សនារឿងផ្លៃៗបើសិនជាមានរឿងណាល្អមើលឲ្យមាននឹងជួយសម្រាយឬមួយក៏ជជែកជាមួយអ្នកគ្នាជាមួយគ្នាទៀតបាយបាយ